ទិញទូរស័ព្ទ iPhone មកថ្មីបើកមកងារមួយនេះធានាថាសុខភាពថ្មដឹងតែពេញ 100% បានយូរនិយាយជាទូទៅធម្មតាពេលដែលយើងទិញទូរស័ព្ទមកថ្មីទូរស័ព្ទរបស់យើងបើកមកគឺសុខភាពថ្មរបស់យើងដឹងតែ 100% ឯងហើយវិធីដើម្បីកុំឲ្យទូរស័ព្ទរបស់យើងឆាប់អស់ថ្មលឿនហ្នឹងគឺខ្ញុំបានធ្វើហើយគឺ10ចំណុចដែលខ្ញុំបានធ្វើវីដេអូមុនហ្នឹងអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំចង់មកបន្ថែមមួយចំណុចទៀតដែលជាចំណុចសំខាន់ខ្លាំងមែនទែនត្រង់ចំណុចនេះហ្នឹងគឺតាមខ្ញុំ research មើលទៅមុខងារមួយនេះគឺមុខងារ optimize battery charging នេះចាប់ពី iOS 10មួយឡើងមកគឺមានមុខងារមួយហ្នឹងហើយមុខងារមួយហ្នឹងគឺសំខាន់ខ្លាំងមែនតើអញ្ចឹងខ្ញុំប្រាប់ថាហេតុអីបានវាសំខាន់អញ្ចឹងសរុបឲ្យខ្លីទៅនៅមុខងារ optimize battery charging នេះពេលដែលយើងបើកមុខងារមួយហ្នឹងហើយទូរស័ព្ទរបស់យើងគឺនឹងឆ្លាតជាងមុនទូរស័ព្ទរបស់យើងគឺនឹងទៅមើលតទៅនឹងប្រតិកម្មនៃការប្រើប្រាស់របស់យើងអញ្ចឹងខ្ញុំឧទាហរណ៍ចេះចោះឧទាហរណ៍ថាជាទូទៅគឺខ្ញុំចូលគេងម៉ោង11យប់ហើយម៉ោង7ព្រឹកគឺខ្ញុំនឹងងើបហើយធម្មតាគឺពេលយប់ឡើងគឺយើងបញ្ចូលថ្មទូរស័ព្ទសាកចោលហើយដល់ព្រលឹមឡើងបានយើងងើបយើងដកចេញយើងទៅបើសិនយើងងើបម៉ោង7ព្រឹកយើងចូលគេងម៉ោង11យើងពិសាកថ្មម៉ោង11ម៉ោង11ម៉ោង12គឺទូរស័ព្ទរបស់យើងបានត្រឹម 80% អញ្ចឹងនៅសល់ 20% ទៀតទូរស័ព្ទនេះគឺនឹងបើកឲ្យថ្មបញ្ចូលមកហ្នឹងគ្រប់ 20% ហ្នឹងធ្វើម៉េចឲ្យបានត្រឹមម៉ោង7ពេលដែលយើងងើបហើយទៅនឹងវិធីចូលទៅបើកមុខងារមួយហ្នឹងសម្រាប់បងប្អូនដែលគាត់ប្រើជាមួយនឹង iPhone 15ឡើងទៅបងប្អូនតែគ្នាមុនដំបូងគឺចូលមកត្រង់កន្លែង battery នេះមកហើយបន្តមកទៀតបងប្អូនតែគ្នាចូលមកត្រង់កន្លែងcharging ហើយបន្តមកទៀតបងប្អូនទាំងគ្នាចុចបើកត្រង់កន្លែង optimize battery charging នេះមកអូខេអញ្ចឹងគ្រាន់តែបើកប៉ុណ្ណឹងមកគឺទូរស័ព្ទរបស់យើងនឹងឆ្លាតជាងមុនហើយជួយរក្សាថ្មឲ្យបងប្អូនទាំងគ្នាដឹងតែ 100% ពេញប្រើបានយូរតែម្ដងនិយាយទៅមុខងារមួយហ្នឹងគឺខ្ញុំ recommend ឲ្យបងប្អូនទាំងគ្នាទៅបើកខ្លាំងមែនតើសម្រាប់ខ្ញុំបន្ទាប់ពីខ្ញុំបើកមុខងារមួយហ្នឹងហើយបូកផ្សំជាមួយនឹង iOS 26.1 នេះប្រើស្រួលទៀតថ្មរបស់យើងក៏អត់សូវស៊ីហើយយើងបញ្ចូលថ្មអីហ្នឹងក៏ស្រួលអត់សូវក្តៅអត់សូវអីទៀតនិយាយទៅគឺ the best ខ្លាំងមែនតើអញ្ចឹងតើតើនឹងការជួយរក្សាថ្មហ្នឹងគឺវាមានច្រើនវិធីខ្លាំងមែនតើវាអាស្រ័យទៅលើការប្រើប្រាស់របស់យើងដូចគ្នាបើសិនការប្រើប្រាស់របស់យើងប្រើរហូតដល់10% ក្រោម 10% អីបានយើងបញ្ចូលអាហ្នឹងថ្មទូរស័ព្ទរបស់យើងបើកមុខងារមួយនេះ10ទៀតក៏មិនអាចទប់ឈ្នះដូចគ្នាតែតើនៅមុខងារ optimize battery charging នេះសរុបឲ្យខ្លីៗងាយយល់ទៅគឺមានន័យថាបើសិនយើងបិទមុខងារមួយហ្នឹងទូរស័ព្ទរបស់យើងគឺនឹងបញ្ចូលថ្មពេញ 100% ដោយអូតូតែម្ដងប៉ុន្តែបើសិនបើយើងបើកគឺមានន័យថាថ្មទូរស័ព្ទរបស់យើងពេលដែលយើងបញ្ចូលបានត្រឹម 80% មុខងារមួយហ្នឹងគឺនឹង stop សិនមើលពេលវេលាណាដែលសំគួរទូរស័ព្ទរបស់យើងគឺនឹងបើកឲ្យថ្មចូល 20% ទៀតគ្រប់ 100% តែម្ដងអូខេបងប្អូនទាំងគ្នាអញ្ចឹងនេះគឺជាចំណុចមួយទៀតដែលខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនទាំងគ្នាដើម្បីថែរក្សាសុខភាពថ្មរបស់យើងឲ្យនៅល្អនៅ 100% បានយូរហើយសម្រាប់បងប្អូនទាំងគ្នាយល់ឃើញយ៉ាងណាដែរហើយបងប្អូនទាំងគ្នាទៅបើកមុខងារមួយហ្នឹងបន្ទាប់ពីបើកមុខងារមួយហ្នឹងហើយឃើញលទ្ធផលយ៉ាងណាដែរ complete comment នៅក្រោមវីដេអូនេះដើម្បីចែករំលែកឲ្យខ្ញុំផងហើយបើសិនបើបងប្អូនទាំងគ្នាមានតើតើនឹង tip ឬក៏ថាមានវិធីអីផ្សេងទៀតដើម្បីជួយថែរក្សាសុខភាពថ្មរបស់យើងហ្នឹងបងប្អូនទាំងគ្នាអាច comment នៅក្រោមវីដេអូនេះបានដើម្បីចែករំលែកឲ្យគ្នាបានដឹងផងនៅហាងបោះបងលឹមហេលូទូរស័ព្ទដៃហ្នឹងឥឡូវគឺគាត់កំពុងតែមានតម្លៃពិសេសជូនដូចជា iPhone 13 Pro Max ឥឡូវហ្នឹងគឺចុះនៅសល់ត្រឹមតែ400ជាងឯង iPhone 14 Pro Max វិញគឺនៅសល់ត្រឹមតែ500ជាងឯងហើយសម្រាប់ iPhone 15 Pro Max វិញក៏ធ្លាក់ថ្លៃដែរឥឡូវគឺនៅសល់ត្រឹមតែ800ជាងឯងអញ្ចឹង iPhone 16 Pro Max ឥឡូវគឺចុះនៅសល់ត្រឹមតែ900ជាងឯងយើងចង់បង់មូលក៏បានដែរយើងមានត្រឹមតែ$50ឡើងទៅយើងក៏អាចយកទូរស័ព្ទនៅកន្លែងគាត់យកមកប្រើបានដែរគឺស្រួលខ្លាំងមែនទែនចំណាយឯកសារវិញគឺគាត់ត្រូវការអីច្រើនទេត្រូវការតែអត្តសញ្ញាណប័ណ្ណ copy មួយស្លឹកហ្នឹងគឺគ្រប់គ្រាន់ហើយអត់ត្រូវការ check CBC អីនាំឲ្យខាតពេលយូរទេដាក់ plate បានភ្លាម